បាទជំរាបសួរលោកតាលោកយាយឥឡូវនេះយើងវិលមកជួបគ្នានៅរឿងលេខរៀងទី61ហើយចំណងជើងរឿងនេះគឺចំណងជើងរឿងសេរីលក្ខណ្ឌព្រាហ្មណ៍អញ្ចឹងសេរីលក្ខណ្ឌព្រាហ្មណ៍នេះឈ្មោះគ្រូទីម្នាក់បាទឈ្មោះគ្រូទីម្នាក់ប៉ុន្តែក្នុងនេះគេចង់សំដៅលើលោកសេរីហ្នឹងលោកសេរីហ្នឹងដែលគាត់ជំនាញខាងទុទាយខាងមើលហុងស៊ុយហ្នឹងគាត់ឃើញគាត់គិតថាលោកអនាថបណ្ណកៈសេដ្ឋីហ្នឹងគឺពីដើមមកជាអ្នកក្រទេប៉ុន្តែគាត់មានដោយសារអីគាត់មានដោយសារគាត់មានសេរីគាត់មានសេរីនេះនៅក្នុងចំណងជើងនេះគេថាសេរីស្ថិតនៅបានតែលើមនុស្សមានបុណ្យអញ្ចឹងគាត់ឃើញថាលោកអនាថបណ្ណកៈសេដ្ឋីនឹងមានសេរីបានគាត់មានកើតជាអ្នកមានបានដោយសារគាត់មានសេរីនៅក្នុងផ្ទះរបស់គាត់ណាអញ្ចឹងទៅគាត់ចង់ទៅលួចសេរីពីលោកអនាថបណ្ណកៈសេដ្ឋីហ្នឹងហើយត្រង់ចំណុចនេះដែរចង់បញ្ជាក់លោកតានិយាយថាចេះពាក្យថាសេរីហ្នឹងគឺស្ថិតនៅលើយើងអ្នកសាងទេមិនស្ថិតនៅលើយើងទៅលួចគេបានទេណាលោកតានិយាយបាទយើងជាអ្នកសាងវាអញ្ចឹងយើងទើបយើងបានសេរីសួស្តីសុភមង្គលមកក្នុងគ្រួសាររបស់យើងអញ្ចឹងយើងមិនអាចទៅសុំអ្នកណាគេបានយើងមិនអាចទៅលួចពីអ្នកណាគេបានទេអញ្ចឹងសេរីហ្នឹងគឺស្ថិតនៅលើយើងសាងជួនកាលទៅយើងមិនមែនយើងអត់បានសាងពីឥឡូវមិនតែយើងសាងពីជាតិមុនមកសាងពីអតីតមកហើយបនបានឲ្យផលនៅជាតិហ្នឹងយើងទើបយើងមានសេរីអញ្ចឹងមិនមែនយើងទៅលួចគេបានទេហើយអ្នកខ្លះហ្នឹងគាត់ឃើញគេមានបានឬគាត់ចង់ធ្វើតាមគេឲ្យមានដូចគេអញ្ចឹងណាអ្នកខ្លះទៅគេមានទ្រព្យទៅអ្នកខ្លះទៅគេមានរូបសម្បត្តិគេស្អាតអញ្ចឹងទៅអ្នកខ្លះទៅគេមានគ្រួសារគេល្អអញ្ចឹងទៅអ្នកខ្លះបានប្រពន្ធស្អាតប្តីស្អាតអញ្ចឹងទៅអញ្ចឹងអ្នកដែលមានសំណាងមានសេរីនោះអត់ដូចគ្នាតែមានខុសគ្នាប៉ុន្តែសិតតែសេរីដូចគ្នាហើយឥឡូវចំណងជើងនេះគេថារឿងសេរីលក្ខណ្ឌព្រាហ្មណ៍សេរីស្ថិតនៅបានតែលើមនុស្សមានបុណ្យឥឡូវលោកតានិយាយយល់ចំណងជើងគេពាក្យថាសេរីនេះស្ថិតបានតែលើមនុស្សមានបុណ្យនេះកាលណាយើងអត់បុណ្យណាយើងមិនអាចទៅលួចអីគេបានទេថ្ងៃបញ្ញាយើងមិនអាចទៅលួចគេបានទេបើយើងមិនខំប្រឹងណាមិនខំប្រឹងរៀនមិនខំប្រឹងស្វែងរកចំណេះយើងមិនអាចទៅលួចគេបានទេទ្រព្យយើងអាចលួចគេបានប៉ុន្តែបញ្ញាយើងមិនអាចលួចគេបានទេហើយសេរីនេះក៏ចឹងដែរយើងមិនអាចលួចគេបានទេបានន័យថាសម្បត្តិបុណ្យមកគេនឹងយើងអាចលួចបានទេបាទឥឡូវខ្ញុំអានចំណងអានរឿងនឹងយកហ្មងទៅកុំឲ្យតាមតិចលោកយាយចាំយូរថារឿងហ្នឹងបន្ទាប់ពីលោកតានិយាយស្ដាប់រឿងហ្នឹងហើយយើងត្រូវគិតពិចារណាក្នុងរឿងហ្នឹងសិតតែជាចំណេះដឹងមានរឿងដំណើរថាក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ម្នាក់ឈ្មោះសេរីលក្ខអញ្ចឹងឥឡូវក្នុងលោកព្រាហ្មណ៍គាត់ឈ្មោះសេរីលក្ខតែគាត់ចាំមើលគាត់ធ្វើអីខ្លះគាត់ចេះក្បួនមើលសេរីបាទចេះក្បួនមើលសេរីនឹងចេះក្បួនមើលហងស៊ុយថ្ងៃមួយព្រាហ្មណ៍នោះគិតថាអនាថបណ្ណកៈសេដ្ឋីកាលពីដើមមានជាអ្នកតក្រលំបាកណាស់បាទស្គាល់អនាថបណ្ណកៈសេដ្ឋីមែនទេលោកតានិយាយបាទស្គាល់ហើយមហាអបាសកសម័យព្រះមែនមហាអបាសកសម័យព្រះហ្នឹងគឺជាគាត់ជាសេដ្ឋីទៀតមិនមែនអបាសកធម្មតាណាគឺជាសេដ្ឋីទៀតបាទហើយបើសិនជាអបាសកគឺជាមនុស្សប្រុសហើយអបាសិកាគឺជាមនុស្សស្រីឥឡូវនេះគាត់បានឡើងឋានៈជាមហាសេដ្ឋីមានទ្រព្យច្រើនព្រោះគាត់មានសេរីអញ្ចឹងគេលោកព្រាហ្មណ៍ហ្នឹងគាត់ឃើញថាលោកព្រាហ្មណ៍ហ្នឹងគាត់ចេះទាយចេះមើលហងស៊ុយចេះមើលដឹងថាណាមានអីហើយគាត់មើលដឹងថាអនាថបណ្ណកៈហ្នឹងអនាថបណ្ណកៈសេដ្ឋីហ្នឹងគាត់មានសេរីទើបគាត់ថ្លៃអ្នកមានកើតបើចង់និយាយអញ្ចឹងណាបាទដូច្នោះអញទៅលួចយកសេរីរបស់គាត់គិតដូច្នោះហើយក៏ទៅផ្ទះលោកសេដ្ឋីមួយរំពេចអញ្ចឹងគាត់ឃើញថាផ្ទះលោកសេដ្ឋីមានសេរីបាទលោកតានិយាយផ្ទះខ្ញុំមានមន់អញ្ចឹងមិនមែនមន់ផ្ទះខ្ញុំទេមន់ផ្ទះគេអញ្ចឹងវាជួយបញ្ចូលសលេងគាត់គិតថាគាត់ចេះមើលហើយគាត់គិតថាផ្ទះលោកអនាថបណ្ណកៈសេដ្ឋីហ្នឹង
ដោយសារគាត់មានសេរីទៅគាត់ខ្លាយជាសទ្ធិបានអញ្ចឹងគាត់ទៅលួចណាបន្ទាប់ពីគាត់ទៅផ្ទះលោកសទ្ធិមកសទ្ធិទទួលគាត់ដោយរាក់ទាក់ហើយសួរថាអ្នកអញ្ជើញមកមានការអ្វីបាទឥឡូវព្រាមបាទព្រាមហ្នឹងលោកសេរីហ្នឹងព្រាមនៅស្ងៀមខំរំពឹងរកមើលបាទរកមើលសេរីស្ថិតនៅទីណាឥឡូវលោកសទ្ធិសួរគាត់ណាសួរគាត់ភ្នែកគាត់កលេចកលាប់មើលឆ្វេងមើលស្ដាំរមើលថាចាំមើលផ្ទះលោកសទ្ធិមានអីខ្លះលុយក៏អត់មើលតែមើលសេរីបាទគាត់រមើលសេរីហើយតានិយាយស្ដាប់រហូតដល់ឥឡូវអត់ដឹងថាសេរីហ្នឹងអីគេសេរីសុភមង្គលហ្នឹងបាទគឺប៉ុនគេហ្នឹងចឹងអញ្ចឹងមើលចុះមើលឡើងក៏លេចឆាច់អូឃើញតែសេរីនេះឃើញហើយបានឆ្លើយជាមួយលោកអនាថបណ្ឌកសិទ្ធិថាលុះដឹងថានៅលើសេមន់បាទស្គាល់សេមន់នេះលើសេមន់គោកមិនមន់ធម្មតាណាមន់គោកដឹងថាសេរីនឹងនៅលើសេមន់ក៏ឆ្លើយថាបបិទ្ធសេដ្ឋីខ្ញុំមានការបន្តិចព្រោះខ្ញុំជាអ្នកបង្រៀនមុនអាគមមាននុក500នាក់ឯណោះបាទត្រូវការមន់រងាវត្រូវការបាទអញ្ចឹងគាត់ថាគាត់ជាអ្នកបង្រៀនមុនអាគមដល់មាននុកដល់500នាក់អញ្ចឹងទៅកូនសិស្សគាត់ប្រមាណអ្នកហ្នឹងច្រើនងើបខុសពេលងើបអត់តាន់ដល់ម៉ោងរៀនងើបអត់តាន់អញ្ចឹងត្រូវការមន់ណាដែលរងាវត្រូវពេលដើម្បីឲ្យដាស់កូនសិស្សគាត់ហ្នឹងងើបឲ្យត្រូវគ្នាអញ្ចឹងណាអានេះជាល្បិចរបស់គាត់ទេគាត់និយាយអញ្ចឹងដើម្បីសុំមន់ហ្នឹងទៅហើយមន់ហ្នឹងគាត់ឃើញថាមន់ហ្នឹងមានសេរីនៅលើសេមន់ហ្នឹងបាទឮថាមន់របស់លោករងាវត្រូវការហេតុនេះសូមលោកឲ្យមន់នេះដល់ខ្ញុំមកបាទអញ្ចឹងណាសេដ្ឋីនិយាយថាមនាព្រាមអ្នកចូលយកវាចោះឃើញទេក្នុងនាមជាអ្នកធ្វើបុណ្យហ្នឹងណាកាលណាយើងមានហើយយើងចែកលែងអញ្ចឹងគួរអស្ចារ្យណាសេដ្ឋីគ្រាន់តែហាមាត់ឲ្យបាទហាមាត់ថាឲ្យយកប៉ុណ្ណោះសេរីក៏ឃ្លាតចេញអំពីសេមន់មួយរំពេចទៅស្ថិតនៅលើកែវមณีអញ្ចឹងគ្រាន់តែលោកសេដ្ឋីឆ្លើយថាឲ្យយកមន់ហ្នឹងទៅអាសេរីហ្នឹងអត់នៅលើសេមន់ទៀតទេហោះប្រចទៅនៅទៅលោតផ្លោតទៅនៅណាទៅនៅលើកែវមณีបាទឥឡូវចាំមើលលោកសេរីហ្នឹងគាត់ធ្វើម៉េចបាទលោកសេរីហ្នឹងឈ្មោះគាត់លោកសេរីហើយគាត់មកសុំសេរីពីគេសេរីសុភមង្គលគេមូលហេតុដែលគេដាក់ឈ្មោះគាត់លោកសេរីហ្នឹងដោយសារគាត់ចេះមើលសេរីគាត់ចេះមើលទាយបាទឥឡូវទៅនៅលើកែវមณีដែលសេដ្ឋីដាក់លើក្បាលដំណេកអញ្ចឹងកែវមณีនៅលើក្បាលដំណេកលោកសេដ្ឋីព្រាមដឹងហេតុនោះភ្លាមក៏សុំកែវមณีទៀតបាទដល់ពេលហើយគាត់ថាលោកសេដ្ឋីអើយកែវមณีលោកសេដ្ឋីហ្នឹងចេះមួយចោះមួយខ្ញុំអត់យកមន់នេះយកកែវមณีវិញគីឡូបានកែវមณีហ្នឹងទៅមានពលឺមានអីអញ្ចឹងទៅឲ្យសិស្សមើលស្រួលរៀនស្រួលអីអញ្ចឹងណាបានកែវមณีហ្នឹងគ្រាន់ជាងអត់យកមន់វិញតែអញ្ចឹងទៅលោកស្រីថាយកក៏យកចុះឲ្យតែអ្នកឯងត្រូវការព្រោះអ្នកឯងយកទៅដើម្បីបរិញ្ញាសិស្សដែរហ្នឹងអញ្ចឹងណាក្នុងគណៈដែលសេដ្ឋីថាយកដូច្នោះសេរីក៏ឃ្លាតចេញអំពីកែវមณีទៅនៅលើឈើច្រត់បាទដែលសេដ្ឋីដាក់ក្បែរដំណេកព្រាមដឹងហេតុនោះភ្លាមក៏សុំឈើច្រត់ទៀតឯសេដ្ឋីបាទបាទឥឡូវចាំមើលយ៉ាងម៉េចបាទក្នុងនេះគាត់ថាលោកសេដ្ឋីអើយខ្ញុំអត់យកកែវមณีវិញយកឈើច្រត់វិញព្រោះអីបរិញ្ញាសិស្សពេលបរិញ្ញាសិស្សទៅបានឈើច្រត់ហ្នឹងគ្រាន់ដើរទៅដើរមកច្រត់ទៅច្រត់មកអញ្ចឹងស្រួលវិញអញ្ចឹងណាដល់ពេលអញ្ចឹងទៅលោកសេដ្ឋីឲ្យទៀតបាទឲ្យទៀតថាអត់យកកែវមณีទៅយកឈើច្រត់វិញលោកសេដ្ឋីឲ្យទៀតប៉ុន្តែមិនមែនសេដ្ឋីលោកអនាថបណ្ឌកសេដ្ឋីហ្នឹងមិនមែនគាត់អត់ដឹងទេណាគាត់ដឹងគាត់អ្នកមានបុណ្យគាត់អ្នកចេះធម៌គាត់អ្នកមានបញ្ញាមិនមែនគាត់ដឹងទេប៉ុន្តែក្នុងនាមអ្នកដែលចិត្តបុណ្យណាគាត់គឺមនុស្សដែលមានចិត្តបុណ្យគេធ្វើបុណ្យគេមិនបដិសេធទេគេចង់បានឲ្យទៅសេរីហ្នឹងបើណែចង់បានឲ្យទៅគាត់ដឹងថាលោកសេរីហ្នឹងមករកសេរីហើយគាត់ដឹងប៉ុន្តែក្នុងនាមអ្នកធ្វើបុណ្យអ្នកឯងចង់បានអីអ្នកឯងយកទៅគឺដឹងថារឿងបុណ្យរឿងអីមិនមែនបាន
đời xa này anh mà vô nè men là anh mà xong ban nè cứ ban vì dân sang vừa ó ban nhưng sở đấy số đây màu te men chẳng gì chăng á bất phởm áo lông sở đấy nữa vừa ấy của ban này còn ao còn ở thăm ná mà nước đây là thơ bón sân em bên bà nhá tao dây mền kia là ngon thế vậy chẳng á giờ đấy có clip trên nhà pi chơi trot tiếp rồi ô này thôi nhé ở nơi mũi chơi trot đây từ nấy lơ khờ ba rồi bom niêng quanh quanh nhẹ lẹ cả nặng tè pì đại chia rồi boss thầy nọ từ nấy lơ bờ pôn lơ khờ ba bờ pôn là boss thầy à lấy ta từ nơi lơ bờ pôn kia hay mấy từ xong bờ pôn kia cái áo mến áo ná cái áo và từ xong bờ pôn kia mấy cái tới mà này đọc về nó lên hiên sống và hiên sống mới bơm lao chụp con pu cánh rồi que cáp chan bao giờ thấy lớn không chơi là hiến và cho bên ông tới tăng luôn à cả thế anh xong cho xong lá lớn ở đây từ nơi lơ có ba một pôn kế anh được xong mấy cỡ đấy từ lọc coi bay một rốt đó thấy có sao thiếp thoảng lấy cái tham lúc priêm khơi hai ở trà dạng này hỏi có cật thà rồi bọn ní mình ai lẹ bằng pi sẽ thay bàn tê ánh mình ai xong bàn loi tớp này giấy prap sẽ thấy tam tròn thả nhóm mình ai lôi sẽ rây rồi bỏ lô bàn tê pro hạt nụ sẽ rây thật nơi bàn tay lơ mà nụ miền bần khởi nhé được tao giấy sẽ rây nơi tay lơ mà nụ miền bần tê công sừng khâm tha từ lôi sẽ rây bọc cái ban á công sừng khâm hãy nét đại thưa ẩm pơ ba ẩm pơ ấy rồi ngày nét công sừng khâm tha ô bần ấy khơi vợ ông nó của cái xong rồi tất môn xong kia tha xong và lấy xong cả tha xong sai đi sai nuôi bị kế một bàn sở đấy ở thế này ở đây ở khơi đây khơi nhạc la ở đây từ xong ấy bị lô cái mấy cô kia nơi từ miền thực đây sắp từ xa kế kết lõ phơ lõ là tập hợp cái bàn lõ mà vậy hay mình mới thấy bây giờ vậy ở kết lõ phơ lõ là tập hợp bàn lõ từ trên nhóm mình chưa có bầm ma là coi tới cái bầm ma nó cái sang là lo sắp tha cái bầm ma đấy chứ mà nó dương mà nó khôi như này chẳng mà cái sang lõ tha cái mình chưa có bầm ma ban và lại chẳng mà vậy chỉ nó khôi này là khôi nữa dương ở chào thì vì nó ban là nè khôi thì nhỉ mình nè lo cái mình đang vậy chẳng này cái tha cái chưa lơ ca không sang lõ chẳng cái chưa lời chẳng mà ở bên chưa lơ ca không xong đấy giật xong lo về cái ban lo đấy chẳng bữa xong lo về cái ban lo mến mà ném bài thơ lo đấy men đó ta ta lui chọn lon nó ban đại vừa khôi chứ lui chọn lon nó tập đó ngay thử cầm đó thử ngay cái lấy chặt bán xong từ xong lo vì lô quá hụt luôn nó mới chẳng mà từ chứ này cho là thua mà sẽ đấy cứ sầm bắt là bỏ bòn rứ thà cầm lắng là bỏ bón bà bỏ cồn ật bón hai sẽ đấy miền đài ban chia pre sama sampot trung miền nông sẽ đấy cho cháu chị đọ tệ con này bà thà sẽ cái đây thá bộ chôn nè ật bón tua miền sập bạc cái đấy miền cái đấy khoai promo nơi drop trà này ná nè miền bón nâng tay bò để phố prà prà nơi drop nút bà khô kẹ tèng lái tràn tay như rồng lớn nơi bộ sắt đỏ tây các chấm phu tay bọc côn miền bốn phơi hói các nông ti group ăn lờ tua bay nông ti đại mình cố có cả miền đài chứng ca na dương sang lọ hỏi bây dương mình trong tổ tua ban phò lọ có tới tại bản là giới thiệu chuyện làm lại nắng nát miền ngò lấy ở ngay miền ngò tha mua là hai ấy dương cao chỉ mình lục miền ngò lấy đại xa dương miền bon nè còn là dương về chạm chi mà dương chạm thà dương sang bon ấy ai miền ngò lấy tham miền hai ấy miền cài miền má miền sầm màu và miền trở lên đại xa ấp bon mà bên đây dạng na có khoản chiêng nở rút đấy nè các màu chỉ sky chỉ má thao tiếp dạng na có khoản chiêng nở rút đây ca pin nở rút đó ở pong bật na ai phật cam nơi bây giờ cam ăn cao chỉ sky nơi bây giờ cam ăn cao màu menu rong chạm ngày nắng dú nè
បាទរងចាំថ្ងៃដែលកើតជាមនុស្សនឹងយូរណាស់ពេលដែលបានជាមនុស្សហើយភ្លេចខ្លួនទៅឆក់ប្លន់រំលោភសម្លាប់អាហ្នឹងកន្លែងចំណុចហ្នឹងគេហៅដែលកន្លែងចំណុចហ្នឹងហើយដែលថាយើងប្រហែសធ្វើប្រហែសយើងប្រមាថវាធ្វើប្រហែសតើមកបានកើតជាមនុស្សនេះយើងរងចាំនៅនរកយូរណាស់បានកើតជាមនុស្សហើយតែបើគិតតែសុបាយភ្លេចខ្លួនអញសាងតាអាក្រក់ធ្វើអំពើហិង្សាលើគ្នាជួបគ្នាហើយមិនខំស្រឡាញ់គ្នាអាហ្នឹងអញ្ចឹងបាទមនុស្សយើងបាទនិយាយបាទអញ្ចឹងរឿងហ្នឹងគឺគេចង់បញ្យល់យើងថាម៉េចលោកតានិយាយគេចង់អប់រំយើងយ៉ាងម៉េចរឿងនៃទានជាដកនេះមិនមែនរឿងនៃទានធម្មតារឿងពិតទេលោកតានិយាយណារឿងពិតបាទចង់អប់រំយើងយ៉ាងម៉េចអប់រំយើងឲ្យយើងបាទយល់អំពីថាបុណ្យបាបសេរីល្អសេរីអាក្រក់បានមកពីណាមិនមែនមកពីលួចគេទេបានមកពីយើងសាងបាទអញ្ចឹងរឿងហ្នឹងចប់ត្រឹមហ្នឹង